បងប្អូនអរគ្នានេះគឺជាផ្ទះគំរូយើងថ្មីស្អាតទេបងប្អូនបាទការរៀបចំម្ដងនេះគឺការម្ចាស់បរិយតកែហ្នឹងលេងមកអស់ដៃរៀបចំធ្វើសួនដាក់ដីជំហៀងធំហ្នឹងគឺសល់7ម៉ែត្រដាក់សួនដាក់អាងទឹកដាក់កញ្ចុះកន្លែងអង្គុយលេងដាក់ដាក់មកអែមតែម្ដងហើយផ្ទះនេះម៉ូដនេះឥឡូវនេះគឺពេញនិយមខ្លាំងហើយមានអតិថិជនគាត់គាំទ្រគាត់ចាប់អារម្មណ៍ចង់បានច្រើនពីព្រោះដោយសារផ្ទះសល់ដីជំហៀងបងប្អូនព្រោះផ្ទះសល់ដីជំហៀងចេះភាគច្រើនគាត់រកសម្រាប់លក្ខណៈថាគាត់ជួបជុំក្រុមគ្រួសារងាកឡើងកម្មវិធីជួបជុំខួបកំណើត birthday កម្មវិធីទូចធំអីផ្សេងគឺគាត់ងាយស្រួលមែនតែនសប្បាយអូម៉ាថាគាត់មានកូនចៅទូចគាត់អាចរត់លេងកំសាន្តនៅនឹងបានតែការបច្ចុកបាយបច្ចុកទឹកអីក្មេងៗហ្នឹងគឺបាទអាច relax ជាមួយនឹងធម្មជាតិនៅក្នុងផ្ទះយើងតែម្ដងហើយបើជាមួយនឹងចាស់មកគង់ខ្លះដែលគាត់ចាស់ហើយអញ្ចឹងគាត់ពិចារណាចាស់គាត់មិនសូវតនេដៃតនេជើងទេតែតនេបន្តិចហ្នឹងឈឺឥឡូវហ្នឹងហើយអញ្ចឹងគាត់ទៅការដាំតំណាំផ្លែបកាយទួចដូចជាសក្រីជីបាទម្ទេសអីចឹងណាបងប្អូនបាទអាហ្នឹងវាចាំបាច់ទេយើងត្រូវការស្លស្លុកអីផ្សេងហ្នឹងគឺអត់ចាំបាច់ទៅផ្សារនាំទៅពិបាកធ្វើដំណើរទៅឆ្ងាយទេអាកាពេកកប៉ុកតិចតួចអញ្ចឹងយើងមាននៅផ្ទះយើងស្រាប់ហ្មងអញ្ចឹងយើងមានដីប្រប៉ុណ្្នេះគឺល្អខ្លាំងហើយផ្ទះប្រប៉ុណ្្នេះបងប្អូនហើយមិនមែនតែថ្លៃអីទេព្រោះផ្ទះប្រព័ន្ធនេះបើអាចនិយាយបានថានៅខាងម្ដុំអ៊ីអនម្ដុំសែនសុកអីអាចថាប៉ុណ្នេះមិនគ្រោម50-60ម៉ឺនទេតែយើងនេះបងនៅបរិយអូនស៊ីម្ដុំផ្លូវទំនប់កប់ស្រូវយើងនេះណាតម្លៃទៅ6-10ម៉ឺនទេធូរថ្លៃណាស់បងមើលទៅការរៀបចំតុបតែងថែមថយដូចគួរអីផ្សេងហ្នឹងគឺល្អល្អអាចរបស់គេណាស់អញ្ចឹងណាបងអូអែមតែម្ដងហើយសម្រាប់ផ្ទះរបស់យើងនេះយើងប្រើឥដ្ឋ20ទាំងអស់ទៀតមិនមែនឥដ្ឋ10ទេណាបើឥដ្ឋ10អាចថារៀងស្ដើងហើយអាចថាសលេងអីផ្សេងហ្នឹងគឺអាចលឺរំខានតែឥដ្ឋ20ជាងងុំល្អណាអញ្ចឹងហើយក៏មិនសូវក្តៅដែរអញ្ចឹងណានេះចូលទៅមើលខាងក្នុងជាមួយខ្ញុំតិចណាបងនេះទស្សនភាពបរិយាកាសខាងក្នុងបងអើយបាទចូលមកឡើងទៅជាក់ស្រាប់តែម្ដងទៅជាក់ភ្នែកទៅជាក់អារម្មណ៍ឃើញហើយចង់គេងចង់សម្រាកចង់រស់នៅជាមួយនឹងក្រុមគ្រួសារជាមួយនឹងបងប្អូនគឺថាក្តីសុខតែម្ដងណាមើលកន្លែងទទួលភ្ញៀវគេនេះយេឡើងធំទលាតែម្ដងពលឺចូលចែងចាំងខ្យល់អាកាសចូលចែងចាំងគ្រប់គ្រាន់អញ្ចឹងទៅផ្ទះវាអត់ស្អុះស្អាប់អត់ធំក្លិនណាហើយឃើញហើយវាស្រឡះមុខស្រឡះមាត់ការរៀបចំតុបតែងអាស្រ័យលើយើងណាបងម្ចាស់ផ្ទះខ្លះទលាយធំហើយប៉ុន្តែការយើងអត់ចេះរៀបចំតុបតែងមើលមកវាចង្អៀតតែម្ដងយើងដាក់អីវ៉ាន់ឈ្មុកឈ្មុលពេកទៅអញ្ចឹងទៅហើយបងប្អូនដែលមានអីវ៉ាន់ច្រើនយកដីជំហៀងអញ្ចឹងត្រូវហីយើងអាចបង្កើតជាឃ្លាំងទុកអីវ៉ាន់អីចឹងមួយចឹងទៅសម្រាប់ដាក់អីវ៉ាន់កពេកកពុកយើងមិនទាន់សូវប្រើណាបាទហើយបន្តតណោនេះមកដល់ចក្រានបាយចក្រានបាយគេស្អាតយ៉ាងនេះបាទហើយខាងក្រោមហ្នឹងគឺបានបន្ទប់គេងមួយទៀតនេះងាយស្រួលដល់ម៉ាក់ប៉ាចាស់យើងបងប្អូនគាត់ចាស់ហើយគាត់ពិបាកឡើងទៅលើអញ្ចឹងដាក់បន្ទប់ឲ្យគាត់មួយអញ្ចឹងទៅគាត់ទៅការគេងទៅការសម្រាកនៅខាងក្រោមមិនស្រួលហើយតលាយរបស់គាត់អញ្ចឹងណាហើយមានអីទៀតយើងចេញទៅពីបន្ទប់គេងបើកទ្វារក្រាក់មកដល់បន្ទប់ទឹកនឹងស្រាប់ហើយអញ្ចឹងណាអញ្ចឹងអត់ពិបាកទេចាស់គាត់មានបន្ទប់គេងធំទូលាយប៉ុន្តែគាត់សប្បាយចិត្តហ្មងបងប្អូនបាទឃើញទេការរៀបចំតុបតែងថែមថយដូចគួរអែម the best ហើយ6-10ម៉ឺនជាងធូរថ្លៃហើយនៅនេះគេមានលក្ខខណ្ឌបងដាច់បងរំលោះបងប្អូនអាចទៅចែកចរចាជាមួយនឹងតកែជាមួយនឹងម្ចាស់បរិយបានហើយនេះភ្ញៀវចៃដន្យយើងពងតែថតនឹងភ្ញៀវគាត់អញ្ជើញមកមើលផ្ទាល់តែម្ដងអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនអរគ្នាបើថារៀងស្រឡាញ់រៀងពេញចិត្តចាប់អារម្មណ៍ម៉ូដផ្ទះម៉ូដវិឡាទស្សនភាពបរិយាកាសនេះដែរអាច comment សាកសួរព័ត៌មានឬក៏ call មកផ្ទាល់ឥឡូវហ្នឹងក៏បានដែរសួរព័ត៌មានលេងសិនទៅចៃដន្យឆ្នាំក្រោយទៀតចាំទិញក៏បានយើងដឹងកម្រងដឹងកន្លែងត្រូវទិញហ្នឹងអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាបាទ